វាលេងដល់កោះកុងហើយបងប្អូននៅខេត្តកោះកុងនៅឆ្នេរកោះយ៉រំលងអាត្រៀតយប់មិញនេះបងប្អូននេះនិយាយទៅវាឈានចូលដល់ថ្ងៃទី13ហើយថ្ងៃទី13ខែធ្នូឆ្នាំ2025នេះនៅកោះយ៉រមានសម្លេងផ្ទុះអាវុធចាព័ត៌មាននេះពិតហើយជាព័ត៌មានចេញពីខាងចៅហ្វាយខេត្តកោះកុងហ្មងចាអញ្ចឹងហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅកោះកុងគាត់ថាសូមឲ្យមានការប្រុងប្រយ័ត្នហើយទៅកាន់ទីជម្រកសុវត្ថិភាពដោយខាងក្រោមនេះទីតាំងជម្រកសុវត្ថិភាពខ្ញុំ screenshot ដាក់នៅលើវីដេអូនេះដែរណាចាអញ្ចឹងទីតាំងជម្រកសុវត្ថិភាពនៅខាងស្រុកកោះកុងមាននៅវត្តតាពាំងរូងចាស្នាក់ការបកស្រុកសាលាស្រុកវិទ្យាល័យតាពាំងរូងស្នាក់ការក្រុមហ៊ុនធ្វើផ្លូវចានៅឯខាងស្រុកបតុមសាគរទៅចំបងប្អូនយើងជំនះបានទៅខាងវិទ្យាល័យបតុមសាគរចាស្នាក់ការបកស្រុកនិងសាលាស្រុកវត្តអណ្ដូងទឹកនិងវត្តកណ្ដោលចាហើយសម្រាប់បងប្អូនយើងនៅខាងស្រុកស្រែអំបិលក៏គាត់ឲ្យត្រៀមដែរត្រៀមមកហើយណាបើសិនជាត្រៀមហើយអាចជំលះទៅខាងអនុវិទ្យាល័យជីខខាងស្រុកស្រែអំបិលបងប្អូននៅរៀងឆ្ងាយដែរប៉ុន្តែឥឡូវនេះចៅហ្វាយខេត្តគាត់ឲ្យត្រៀមចាប៉ុន្តែបងប្អូនមានដំណឹងល្អបន្តិចដែរចាគាត់ថាយើងចាំមើលទៀតនៅព្រឹកនេះគឺយើងបានឃើញដូណាល់ត្រាំគាត់ប្រកាសថាថៃនិងកម្ពុជាព្រមគ្នាឈប់បាញ់ដោយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរវិញហើយការប្រកាសរបស់លោកដូណាល់ត្រាំគឺធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានសន្ទនាទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវីរៈគុណដែលទៅប្រកាសរំលាយសភាថ្មីនិងនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាយើងគឺសម្ដេចធិបតីហ៊ុនម៉ាណែតនៅល្ងាចថ្ងៃសុក្រពាក់ព័ន្ធទៅនឹងបញ្ហាផ្ទុះឡើងសារជាថ្មីនៃចំនួនប្រដាប់អាវុធតាមព្រំដែននៃប្រទេសទាំងពីរលោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់គាត់ថាពួកគេបានយល់ព្រមលើការឈប់បាញ់ទាំងអស់ដោយចូលជាធរមានពីល្ងាចនេះទៅហើយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងជាមួយខ្ញុំជាមួយនឹងជំនួយនាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមតែដោយសារតែពេលវេលាអាមេរិកហើយនិងពេលវេលានៅខ្មែរហ្នឹងវាខុសគ្នាបងប្អូនយប់គេថ្ងៃយើងអញ្ចឹងណាអញ្ចឹងល្ងាចដែលគាត់និយាយប្រហែលជាគាត់ចង់សម្ដៅដល់ល្ងាចថ្ងៃសុក្រនៅគាត់ណាអញ្ចឹងវាស្មើនឹងព្រឹកថ្ងៃសៅរ៍នៅយើងក៏ប៉ុន្តែឥឡូវយើងរងចាំតាមដានការវិវត្តនៃព័ត៌មានបន្តទៀតថាតើនៅក្នុងថ្ងៃនេះផ្ទាល់ចាចាប់ពីពេលព្រឹកនេះទៅយើងរាប់ត្រឹមពីពេលព្រឹកម៉ោង6ព្រឹកនេះទៅចាម៉ោង6ព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះតើនៅមានផ្ទុះអាវុធទៀតអត់អភិគីថៃវានៅតែមានទម្លាក់គ្រាប់ផ្លោមគ្រាប់ទៀតអត់